បងប្អូនមិនសិនជាមានត្រីកេះហើយគិតថាមិនដឹងធ្វើម្ហូបអីឬនឹកអត់ឃើញអីអាចសាកធ្វើមួយមុខនេះបានបងប្អូនធានាជូនថារសជាតិឆ្ងាញ់ជូរអែមចឹងណាបងប្អូនត្រីកេះបំពងទឹកត្រីជូរអែមនេះធានាថាជូនថារសជាតិគឺឆ្ងាញ់ប្លែកមាត់តែម្ដងបងប្អូនត្រីកេះនេះយើងយកទៅបំពងវាស្រួយមកត្រូវទឹកត្រីជូរអែមយើងជូរអែមយើងមានជាតិខ្ទិះដូងទីអីចឹងណានិយាយថាពីខ្ញុំទៅគឺប្លែកមាត់តបមួយទៅសក់មកសក់ចៃក្រសេតិចមកឆ្ងាញ់ប្លែកមាត់បងប្អូនបងជឿអាចសាកមើលបានណាបងប្អូនហើយត្រូវនឹងក្លិនជីវ៉ាន់ស៊ុយឈ្ងុយស្លឹកខ្ទឹមអីចឹងណាចឹងហើយចង់ដឹងថាវិធីធ្វើត្រីកេះជូរអែមរបស់ខ្ញុំធ្វើបែបណាបងប្អូនអាចតាមដានវីដេអូនេះពីដើមរហូតដល់ចប់ណាបងប្អូនមុនដំបូងខ្ញុំមានត្រីកេះចំនួន3គីឡូបងប្អូនធ្វើស្អាតដែរត្រីកេះយើងធំតែមើលក្នុងវីដេអូវាមិនសូវធំតែនៅក្រៅគឺធំបងប្អូនយើងទៅស្អាតមកយើងយកមកប្រឡាក់សាវរឌីនិងប៊ីចេងដូចជារាល់ដងដែលខ្ញុំធ្លាប់បំពងចឹងស្ទាយខ្ញុំមានដដែលហ្នឹងបងប្អូនអើយយើងដាក់ម្សៅបំពងមកពងមាន់ឬក៏បានពងទាក៏បានចំនួន2គ្រាប់មកប្រឡាក់មកពេលដែលយើងបំពងទៅគឺស្រួលបំពងបងប្អូនយើងច្បល់ម្សៅនិងរ៉ូឌីប៊ីចេងយើងឲ្យចូលជាតិជាមួយនឹងពងទាស្អិតល្មួតគ្នាសិនមកចាំយើងយកទៅដាក់បំពងបាច់មើលកដៃទេបងប្អូនហើយកដៃខ្ញុំវាឈឺបិទកៅអីអញ្ចឹងណាឥឡូវយើងបានត្រីប្រឡាក់ត្រីរួចរាល់ហើយបងប្អូនយើងបានប្រឡាក់ត្រីរួចរាល់ហើយឥឡូវយើងមកមើលខ្លាញ់យើងម្ដងខ្លាញ់យើងក៏ក្តៅដែរខ្ញុំយើងដាក់ក្តៅដល់ល្មមកុំឲ្យក្តៅខ្លាំងពេកកុំឲ្យក៏ស្ទើរពេកក៏វាមិនកើតដៃជាប់ត្រីឥឡូវហើយបងប្អូនអញ្ចឹងយើងដាក់ប៉ិនខ្ញុំនឹងមកធានាជូនថាអត់ជាប់បាតខ្ទះទេបងប្អូនដាក់ទៅចំណែកឯត្រីខ្ញុំ3គីឡូនេះខ្ញុំបំពង2ដងបងប្អូនពងម្ដងអត់អទេពងម្ដងទៅវាច្រើនពេកអញ្ចឹងខ្ញុំដាក់បំពង2ដងខ្លាញ់យើងដាក់រៀងច្រើនតិចមកបងប្អូននឹងដាក់បងប្អូនធ្វើតិចបងប្អូនណាតិចតែខ្ញុំធ្វើច្រើនអញ្ចឹងខ្ញុំដាក់ខ្លាញ់រៀងច្រើនវាស្រួលបំពងអញ្ចឹងដែរណាបងប្អូនត្រីដែលយើងប្រឡាក់របៀបខ្ញុំនេះបងប្អូនយើងដាក់រៀងច្រើនបន្តិចក៏អត់សូវអីដែរវាអត់សូវជាប់គ្នាឬក៏ជាប់ខ្ទះជាប់អីទេបំពងបែបខ្ញុំនេះឥឡូវយើងបំពងត្រីទុកបន្លាយសិនមកធ្វើទឹកត្រីយើងវិញម្ដងបងប្អូនចំណែកធ្វើវិធីធ្វើទឹកត្រីរបស់ខ្ញុំបងប្អូនក៏តែងតែស៊ូតាមខមមិនអីចឹងណាតែធ្វើមិនបងប្អូនទឹកត្រីខ្ញុំធ្វើម្ដងច្រើនចឹងហើយមិនដែលបានបង្ហាញបងប្អូនទេខ្ញុំងាស់តុកចឹងណាងាស់ម្ដងមួយឆ្នាំងធំអីចឹងទៅតែបងប្អូនធ្វើបែបទឹកត្រីកោះកុងអាហ្នឹងយើងធ្វើបែបទឹកត្រីកោះកុងលាយជាមួយនឹងទឹកត្រីទឹកត្រីគេយកទៅជ្រលក់ស្លាប់មាន់ពងអីកាលមុនយើងមានបបផ្ទះលេខ2តែឥឡូវយើងបោះខ្មែរយើងក៏មានដែរបងប្អូនយើងទិញអាហ្នឹងមកដាក់មកបងប្អូនក៏ដាក់ទឹកត្រីកោះកុងសុទ្ធក៏បានដែរតែយើងគាត់បន្ថែមទឹកព្រោះធម្មតាទឹកត្រីកោះកុងវាមានរសជាតិរៀងដិតចឹងណាបើបងប្អូនអត់មានទឹកត្រីជ្រលក់ស្លាប់មាន់ហ្នឹងទេបងប្អូនដាក់ទឹកត្រីកោះកុងសុទ្ធមកថែមទឹកមកបងប្អូនយើងថែមស្ករថែមក្រូចឆ្មាបន្ថែមពីលើទឹកត្រីកោះកុងហ្នឹងតិចទៀតយើងយកម្លីងយាឆាជាមួយខ្ទឹមមួយឈ្ងុយមកយើងបន្ថែមទឹកខ្ញុំបន្ថែមខ្ទិះដូងដែរបងប្អូនទឹកត្រីជូរអែមនេះហើយយើងបន្ថែមខ្ទិះដូងក៏បានយើងដាក់ទឹកដោះគោឆៅក៏បានទឹកដោះគោស្រស់ក៏បានដែរបងប្អូនបន្ទាប់មកខ្ញុំដាក់ម្សៅឆាចូលបងប្អូនភ្លក់មើលរសជាតិជូរអែមកុំឲ្យដិតពេលដែលយើងដិតពេកពេលដែលយើងដាក់ដិតពេកបងប្អូនពេលយើងយកទៅស្រូបមួយត្រីគឺត្រីយើងប្រែញ៉ាំអត់កើតទេចឹងយើងយករសជាតិស្រាលល្មមជូរអែមស្រាលណាពេលដែលយើងយកទៅស្រូបមួយត្រីមកវារសជាតិវាមិនល្មមឆ្ងាញ់ពោះត្រីយើងធម្មតាត្រីបំពងក្រៀមតែពេលយើងស្រូបទឹកត្រីទៅគឺវាបើកទឹកត្រីនឹងលឿនណាស់ចឹងហើយខ្ញុំចង់ឲ្យបងប្អូនឲ្យភ្លក់រសជាតិស្រាលល្មមជូរអែមស្រាលកុំឲ្យរសជាតិជូរអែមដិតដូចទឹកត្រីកោះកុងគឺយកមកស្រូបចេះគឺញ៉ាំអត់កើតទេបងប្អូនឥឡូវត្រីយើងក៏បានបំពងរួចរាល់ទឹកត្រីក៏យើងធ្វើហើយរួចរាល់យើងស្រូបមកបងប្អូន
យើងស្រូបមកល្មមយើងទុកនៅក្រៅខ្លះចឹងពេលដែលយើងស្រូបច្រើនពេកត្រីនេះវាបឺតអស់ហើយអត់មានសល់ទឹកនៅក្នុងហ្នឹងទេណាបងប្អូនឥឡូវយើងបានស្រូបទឹកត្រីរួចរាល់ចុងក្រោយយើងដាក់ស្លឹកខ្ទឹមនិងជីវ៉ាន់ស៊ុយប្រទេសម្លែតិចមកជាការស្រេចបើសិនជាបងប្អូនចូលចិត្តនៅវីដេអូនេះគិតថាវីដេអូនេះមានប្រយោជន៍អាច comment នៅខាងក្រោមវីដេអូនេះឬ like និង share ម្នាក់មួយផងណាបងប្អូនសូមអរគុណ